ណាណាទេយកសូមគោរពអញ្ជើញលោកអាជ្ញាកណ្ដាលនិងចៅក្រមគូទី3ទៅកាន់ទីកន្លែងអាជ្ញាកណ្ដាលលោកទឹកឡៃចៅក្រមទី1លោកហងមកខេមចៅក្រមទី2លោកងួននិតចៅក្រមទី3លោកហិនសោមចៅក្រមទី4លោកជារិទ្ធនិងចៅក្រមទី5លោករ៉េវិរនបាទសូមអរគុណបាទគឺពេលវេលាដែលប្រិមិត្តបាទគឺកំពុងតែរងចាំបានមកដល់ហើយគឺការប្រកួតប្រដាល់នៅក្នុងកម្មវិធីអធិរាជសេវៀនស៊ីម៉ងអូរបស់ស្ថានីយ៍ទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទពលិ5បន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញអស់រយៈពេល8សប្តាហ៍យើងរើសបានកីឡាករទៅប្រកួតវគ្គផ្ដាច់ព្រាត់ហើយនៅសប្តាហ៍នេះគណៈកម្មការរៀបចំការប្រកួតអនុញ្ញាតឲ្យកីឡាករសម្រាប់មួយសប្តាហ៍សិនប៉ុន្តែបាទគឺគណៈកម្មការរៀបចំការប្រកួតនឹងរៀបចំបានលើកយកការប្រកួតបាទគឺលក្ខណៈបាទគឺគូឯកប្រចាំសប្តាហ៍និងការប្រកួតលក្ខណៈអន្តរជាតិមុននឹងឈានដល់ការប្រកួតដើម្បីអភិរក្សនិងអភិវឌ្ឍថែរក្សាសិល្បៈក្បាច់គុនបុរាណខ្មែរឲ្យមានសន្ទុះទៅមុខនោះសូមប្រិមិត្តដែលមានវត្តមានទៅในទីនេះបាទសូមកម្លាំងចិត្តឲ្យខ្លាំងមួយបាទអរគុណច្រើនមុននឹងឈានដល់ការប្រកួតអនុញ្ញាតអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីអរគុណដល់ស៊ីម៉ងអូតរឹងមាំថិតថេរជាអមតៈអរគុណដល់ស៊ីម៉ងអន្ត្រីពេជ្រសັບរឹងសັບជាប់អរគុណដល់ថៃដៃថែបបាទគឺអ៊ីតាលីម៉ាវីគ្រឹះនៃអនាគតដ៏រឹងមាំអរគុណដល់ជីបម៉ងខុនគ្រីតជំរឿសអ្នកសាងសង់ដ៏ឆ្លាតវៃលោកស្រីនិងទូរទស្សនិកជនជាទីមេត្រីសូមអបអរសាទរកីឡាករមកកាន់សីវៀនស៊ីម៉ងអូអធិរាជសង្វៀនស៊ីម៉ងអូបាទសូមអរគុណច្រើនឥឡូវនេះកីឡាករបង្គោលក្រហមបានមកកាន់សីវៀនស៊ីម៉ងអូតហើយអបអរសាទរនិងស្វាគមន៍កីឡាករបង្គោលខៀវអធិរាជសង្វៀនស៊ីម៉ងអូបាទសូមអរគុណច្រើនឥឡូវកីឡាករទាំងពីរបាទគឺបានមកកាន់សីវៀនស៊ីម៉ងអូតហើយខ្ញុំបាទសូមគោរពអញ្ជើញលោកសេងសងនីមតំណាងក្រុមហ៊ុនជីបម៉ងគ្រប់និងឯកឧត្តមស៊ិនសុផាតតំណាងវិទ្យុនិងទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទពលិ5បាទគឺផ្ដល់កិត្តិយសបាទគឺបំពាក់កម្រងការជូនកីឡាករទាំងពីរបាទសូមគោរពអញ្ជើញបាទបាទសូមអបអរសាទរឲ្យខ្លាំងមួយបាទអរគុណច្រើនគណៈអធិបតីបាទសូមអរគុណច្រើនបាទលោកស្រីទូរទស្សនិកជនជាទីមេត្រីមុននឹងឈានដល់ការប្រកួតអនុញ្ញាតបង្ហាញជូនសមាជិកកីឡាករបង្គោលក្រហមមានអាយុ23ឆ្នាំកម្ពស់ 1.65 ម៉ែត្រទម្ងន់60គីឡូក្រាមមានស្រុកកំណើតនៅភូមិបាធាយបាទស្រុកបាធាយខេត្តកំពង់ចាមប្រកួតចំនួន65លើកឈ្នះ52លើកចាញ់13លើកប្រកួតលើកចុងក្រោយចាញ់កីឡាករភ័យកំហឿតថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូដែលមានលោកមាសយ៉ាជាគ្រូវឹកមកពីសមាគមរស្មីកុមារកំព្រាលោកស្រីនិងទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍កីឡាករបង្គោលក្រហមយ៉ាមឡយបាទអរគុណច្រើនអនុញ្ញាតបង្ហាញជូនសមាជិកកីឡាករបង្គោលខៀវអាយុ19ឆ្នាំកម្ពស់ 1.70 ម៉ែត្រទម្ងន់60គីឡូក្រាមមានស្រុកកំណើតនៅភូមិច័ន្ទឃុំព្រែកកណ្ដៀងស្រុកពាមរខេត្តព្រៃវែងប្រកួត18លើកឈ្នះ17លើកប្រកួតលើកចុងក្រោយជាមួយនឹងកីឡាករវ៉ែនសំណាងថ្វាយបង្គំគ្រូតាមរបៀបនាគលេងទឹក
ដែលមានលោកប្រាជ្ញាជាគ្រូវឹកមកពីសមាគមតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងលោកលោកស្រីនិងទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍កីឡាករបង្គោលខៀវប្រាក់វិឆ័យអរគុណច្រើនមុននឹងឈានដល់ការប្រកួតអនុញ្ញាតជម្រាបសួរលោកអញ្ញាកណ្ដាលបន្តិចលោកគ្រូទឹកឡៃលោកដែលមានចំណេះជំនាញបាទគឺក្នុងការកាត់សេចក្តីលោកគ្រូការប្រកួតនេះមានប្រមាណទឹកដែរបាទការប្រកួតនេះមានចំនួន5ទឹកបាទមួយទឹកមាន3នាទីគឺសម្រាប់2នាទីបាទអរគុណច្រើនណាស់បាទលោកគ្រូទឹកឡៃបាទមានប្រសាសន៍ថាការប្រកួតមាន5ទឹកមួយទឹកមាន3នាទីសម្រាប់បាទគឺ2នាទីអនុញ្ញាតជម្រាបជូនកីឡាករទាំងពីរឲ្យបានជ្រាបថាប្រសិនបើកីឡាកររូបណាមានសមត្ថភាពប្រើក្បាច់ពិសេសស្នៀតពិសេសផ្ដួលដៃគូឲ្យសន្លប់ក្រុមហ៊ុនបាទស៊ីម៉ងអូតនឹងផ្ដល់ទឹកប្រាក់ចំនួន1លានរៀលប្រសិនបើកីឡាកររូបណាមានស្នាមបែករបួសបែកដោយចេញពីវិជ្ជបញ្ជាបាទគឺមួយធ្នេស៊ីម៉ងអូតនឹងផ្ដល់ទឹកប្រាក់ចំនួនបាទគឺ40000រៀលសូមប្រគល់ទូនីតិជូនគណៈកម្មការបច្ចេកទេសបាទសូមអរគុណបាទបាទលោកស្រីបងប្អូនប្រិយមិត្តបាទការនាំមកជូនលោកស្រីនៅព្រឹត្តិការណ៍កីឡាប្រដាល់ដ៏ជឿចិត្តបាទដោយសារតែម្ចាស់ឧបត្ថម្ភបាទគឺស៊ីម៉ងអូតបាទរឹងមាំថេជាអមតៈហើយស៊ីម៉ងអន្ត្រីពេជ្របាទស៊ុបរឹងស៊ុបជាប់ដៃថែបអេតលីម៉ាវីបាទគ្រឹះនៃអនាគតរឹងមាំនិងជីបម៉ុងខនគ្រីតបាទជំរឿនអ្នកសាងសង់ដ៏ឆ្លាតវៃដែលលោកស្រីបាទត្រូវការសាងសង់បាទគេអាឋានដែលទទួលបានទាំងសោភ័ណភាពនិងគុណភាពបាទជាប់ធុនបានយូរនោះកុំភ្លេចបាទសម្ភារៈបាទផ្នែកសំណង់របស់ក្រុមហ៊ុនបាទជីបម៉ុងគ្រុបបាទនឹងពិតជាមិនធ្វើឲ្យលោកស្រីខកចិត្តទេបាទទាំងគុណភាពរឹងមាំទៅជាអមតៈសុភរឹងសុភជាប់បាទស៊ីម៉ងអន្ត្រីពេជ្រហើយនឹងបាទគុណភាពរឹងមាំទៅជាអមតៈនៃស៊ីម៉ងអូតបាទជាពិសេសដៃថែបអេតលីម៉ាវីបាទសុទ្ធតែជាកម្រិតសម្ភារៈសំណង់បាទស្តង់ដារអន្តរជាតិតែម្ដងឥឡូវនេះសូមបង្វែរអារម្មណ៍មកកាន់សៃវៀនអាធិរាជសៃវៀនស៊ីម៉ងអូតបាទគូពិសេសទី3ហើយបាទការប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទរវាងកីឡាករយ៉ាមឡយមកពីក្លឹបរស្មីកុមារកំព្រាបាទជាមួយនឹងប្រាវិឆ័យបាទគឺជាកីឡាករដែលមកពីខេត្តព្រៃវែងបាទទឹកទី1ចាប់ផ្ដើមហើយបាទលោកស្រីបងប្អូនប្រិយមិត្តចក្រមត្រៀមក្រុមព្រៀបប្រកួតគូពិសេសទី3តាំងទី1បាទដល់គូពិសេសទី3ទឹកទី4បាទគោក្រហមយ៉ាមរយបង្គោលខៀវប្រាក់វិឆ័យបាទកីឡាករយ៉ាមរយនេះក៏ធ្លាប់ឆ្លងកាត់32នាក់កណ្ដាលតែគាត់បានធ្លាក់បាទហើយគាត់ចាប់មកវាយក្នុងបាទលោកកាលបាទឆ្វេងស្ដាំមកយ៉ាមរយគាត់មានកណ្ដាប់ដៃដល់ខ្លាំងណាស់បាទយ៉ាមរយតែប្រាក់វិឆ័យគាត់មានល្អគាត់ដើរមុខកម្លាំងល្អបាទដើរបំបីចេញនេះញាក់ដាតម្រូវទៅលើលោកគ្រូតិចឡៃគាត់ស្ដាំមួយជើងប្រវិឆ័យឆ្វេងស្ដាំមកយ៉ាមលយប្រឆាឆ្វេងស្ដាំមកយ៉ាមលយប្រវិឆ័យដើរចូលគាត់ស្ដាំមួយជើងប្រវិឆ័យយ៉ាមលយសងស្ដាំមកវិញដែរគាត់ស្ដាំមួយជើងបែបចាប់ដៃស្ដាំមួយចូលទៅមុខញាក់ដាបំបីចេញបាទប្រវិឆ័យនេះគឺជាកីឡាករតម្លើងបាទតម្លើងមកហើយជាគាត់ប្រកួតប្រហែលជាបានគុំ20ដងតែវាយនឹងតាមល្អបាទថ្ងៃនេះគាត់នឹងជួបមួយយ៉ាមលយមើលឆ្វេងស្រាំមួយយ៉ាមលយឆ្វេងស្រាំចាប់អោបបាក់ចាក់គុំស្រាំមួយទៀតយ៉ាមលយបាទចេញយ៉ាយ៉ាងម៉េចហើយรับការពៀនថ្មិញបាទកស៊ូបាទទៅស្ដាប់មួយចិត្តទៅស្ដាប់សងវិញស្ដាប់មួយដៃប្រយ៉ាមលយចែកកងឆ្វេង
chạy công sram tôi chơi chạy công sram mà yam lói chạy chơi sram con chạy song wing đá nhà đá một bài chơi tôi sram bây giờ chạy công sram môi con chạy đuổi lơ ta vì nhà đá một bài từng tiếng muối cứ số chuông tớt đã cái điều của rồi tốt năm mươi chương đến khôn chạy phê năm mươi giam lối chạm áo chạy công an bán chạy chạm và phải đến tự nhiên là cũng hắn mua phải già lại một cô hòm nữa cũng hắn mua mía giàm mà để thật của mà cũng free chạy một làm một kia chạy đây sẽ làm một đại kia cho alo chụp đẹp xưa lâu ông nha muối à cha nhóm trai ca đại đặt vật hơi rừng mò គឺដាច់ម៉ាក់វីបច្ចេកវិទ្យាពីប្រទេសអ៊ីតាលីចាចាំខ្ញុំរៀបចំជូនបងប្រុសខាងនេះចង់ទិញអីដែរខ្ញុំមិនអុកញ៉ាទេតែខ្ញុំក៏ត្រូវការដែកម៉ាក់វីដែរទិញដែកម៉ាក់វី500គីឡូក្រាមទទួលបានស្រុកសំណាងមួយសន្លឹកបំពេញឈ្មោះនៅលេខទូរស័ព្ទលោកអ្នកដើម្បីឈ្នះរង្វាន់ធំម៉ូតូ100គ្រឿងនិងរង្វាន់ស្រាបៀរកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ម៉ូតូនេះដែកម៉ាក់វីឲ្យខ្ញុំដែកថែបម៉ាក់វីគ្រឹះនៃអនាគតដ៏រឹងមាំស៊ីម៉ងអិនទ្រីពេជ្រស្ថាបនាឡើងយ៉ាងល្អឥតខ្ចោះកម្រិតស្តង់ដារពិភពលោកដែលមានការទទួលស្គាល់ជាសកលលើគុណភាពដ៏ល្អផ្ដាច់គេតែមួយគត់ស៊ីម៉ងអិនទ្រីពេជ្រស៊ុបពឺរឹងស៊ុបពឺជាប់ដែកថែបម៉ាក់វីជាផលិតផលនាំមុខគេនិងជាអ្នកផលិតដ៏ធំជាងគេនៅក្នុងតំបន់ដោយវិស្វករដ៏ជំនាញនិងឧបករណ៍ដ៏ទំនើបពីប្រទេសអ៊ីតាលីធ្វើឲ្យដែកវីទទួលបាននូវពានរង្វាន់ពិភពលោកដែកថែបវីប្រើប្រាស់ល្អបំផុតសម្រាប់ជារូបធាតុផ្សំធ្វើឲ្យសំណង់រឹងមាំមានសុវត្ថិភាពក្នុងការសាងសង់អគារខ្ពស់ដែកថែបអ៊ីតាលីម៉ាក់វីជាគ្រឹះនៃអនាគតអធិរាជសង្វៀនស៊ីម៉ងអូនបាទគុណបាទសូមទស្សនារូបភាពបាទយឺតបាទគឺការប្រកួតនៅទឹកទី1បន្តិចរវាងកីឡាករយ៉ាមឡយបាទជាមួយនឹងកីឡាករប្រាក់វិឆ័យបាទវិឆ័យនេះអ្នកប្រម៉ូទថ្មីឬយ៉ាងម៉េចបាទបាទប្រម៉ូទថ្មីបាទគាត់មានការប្រកួតរបស់គាត់គាត់វាយឈ្នះដាប់ AB ហ្នឹងពី3នាក់4នាក់ហើយគាត់តាម3បាទអនុញ្ញាតបាទគឺទស្សនាគូទី3ទឹកទី2បាទយ៉ាមឡយបាទចាក់ជង្គង់បាទលោកអញ្ញាកណ្ដាលបាទលោកទឹកឡៃវិឆ័យទើបតែមានវ័យ19ឆ្នាំទេបាទស្ដាំមួយជើងបាត់មួយដៃទៀតយ៉ាមឡយបាទការប្រកួតនៅក្នុងប្រភេទទម្ងន់បាទគឺ60គីឡូក្រាមម៉ាត់មួយដៃស្ដាំចាក់ជង្គង់មួយចាក់មួយទៀតបាទលោកទឹកឡៃបំបែកនេះអូបាទអញ្ញាកណ្ដាលបំបែក
មួយដៃណែចំពេញមែនតើបាទសូមផ្ដល់កម្លាំងចិត្តជូនកីឡាករយើងឲ្យខ្លាំងបាទបង្គោលក្រហមហើយយ៉ាំលយបង្គោលខៀវប្រាវិឆ័យបាទយ៉ាំលយនេះមកពីក្លឹបរស្មីកុមារកំព្រាបាទរស្មីកុមារកំព្រានេះមានមូលដ្ឋាននៅខេត្តណាដែរលោកអេបាទនៅរាជធានីភ្នំពេញអូរាជធានីភ្នំពេញទេណោះហើយក្លឹបប្រាវិឆ័យនោះវិញក៏មានមូលដ្ឋាននៅរាជធានីភ្នំពេញដែរបាទតតឆ្វេងមួយបាទយ៉ាំលយនេះដៃក៏បានជើងក៏បានដែរលះហាមែនតើបាទចាក់ជង្គង់មួយលោកទឹកឡៃបំបែកសល់ប្រមាណជា25វិនាទីទៀតទេបាទគឺនៅបញ្ចប់ទឹកទី2ម៉ាត់មួយដៃខាវណែម៉ាត់មួយទៀតអូបាទល្អមែនតើបាទយ៉ាំលយប៉ុន្តែវិឆ័យក៏មិនចោកចាញ់យ៉ាងងាយដែរម៉ាត់មួយដៃទៀតចាក់ជង្គង់មួយចប់ទឹកទី1បាទចប់ទឹកទី2បាទជាមួយស៊ីម៉ងអូតគុណភាពខ្ពស់រឹងមាំលើសគេលំដាប់ថ្នាក់ពិភពលោកស្របតាមស្តង់ដារអន្តរជាតិទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏នៅតែរឹងមាំជានិច្ចស៊ីម៉ងអូតរឹងមាំស្ថិតស្ថេរជាអមតៈដៃថែបម៉ាវីជាផលិតផលនាំមុខគេនិងជាអ្នកផលិតដ៏ធំជាងគេនៅក្នុងតំបន់ដោយវិស្វករដ៏ជំនាញនិងឧបករណ៍ដ៏ទំនើបពីប្រទេសអ៊ីតាលីធ្វើឲ្យដែកវីទទួលបាននូវពានរង្វាន់ពិភពលោកដែកថែបវីប្រើប្រាស់ល្អបំផុតសម្រាប់ជារូបធាតុផ្សំធ្វើឲ្យសំណង់រឹងមាំមានសុវត្ថិភាពក្នុងការសាងសង់អគារខ្ពស់ដែកថែបអ៊ីតាលីម៉ាវីជាគ្រឹះនៃអនាគតជាមួយស៊ីម៉ងអូតគុណភាពខ្ពស់រឹងមាំលើសគេលំដាប់ថ្នាក់ពិភពលោកស្របតាមស្តង់ដារអន្តរជាតិទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏នៅតែរឹងមាំជានិច្ចស៊ីម៉ងអូតរឹងមាំស្ថិតស្ថេរជាអមតៈអធិរាជសង្វៀនស៊ីម៉ងអូតបាទសូមអរគុណបាទអស់ពីទឹកទៅហើយបាទសូមទស្សនារូបភាពបាទគឺរវាងកីឡាករយ៉ាមឡយនិងប្រាវិឆ័យអរគុណដល់ស៊ីម៉ងអូតរឹងមាំថិតថេរជាអមតៈអរគុណដល់ស៊ីម៉ងអន្ត្រីពេជ្រសัปរឹងសัปជាប់អរគុណដល់អដៃថែបអ៊ីតាលីម៉ាវីគ្រឹះនៃអនាគតដ៏រឹងមាំអរគុណដល់ជីបម៉ងខុនគ្រីតជំរឿសអ្នកសាងសង់ដ៏ឆ្លាតវៃបាទអស់ពីទឹកទៅហើយលោកអេយល់ឃើញយ៉ាងណាដែរបាទហាក់ដូចជាប្រាវិឆ័យហ្នឹងគាត់អត់តន់ចេញសមត្ថភាពអីអត់តន់យើងឃើញច្បាស់ទេប៉ុន្តែគាត់មានកម្លាំងដើរចូលទៅរកទៅវាយយ៉ាមឡយក៏មិនតែត្រូវយ៉ាមឡយវាយបកមកវិញបាទហើយទស្សនាក្នុងទឹកទី3បាទយ៉ាមឡយញាក់មួយស្វ័យដៃស្ដាំមួយប្រាវិឆ័យខុសទៅឆ្វេងវាយស្ដាំមួយដៃនេះល្អណាស់ទៅប្រាវិឆ័យដួលលើតាពី
ចាំមើលតត់កាត់ឆ្វេងដាក់ជុំស្ដាំកណ្ដាលបំបែកចាប់រយយ៉ាងម៉េចឆៃតត់ស្ដាំទេបែកដល់ស្ដាំមួយដៃឆ្វេងស្ដាំមកយ៉ាងលយឆ្វេងស្ដាំមកយ៉ាងលយចាប់អោបដាក់គ្នារឆ្វេងមួយប្រយ៉ាំលយប្រវិឆ័យតឹងក្រងចាំញ៉ាំលយឲ្យតែចេញមកគាត់ចេញទៅវិញហើយតែឆ្វេងស្រាំប្រយ៉ាំលយឆ្វេងស្រាំប្រយ៉ាំលយចែកគង់ស្រាំមួយប្រវិឆ័យតាមបែកបាទសូមផ្ដល់កម្លាំងចិត្តឲ្យបានខ្លាំងមួយតែងជើងម្នាក់ជើងឆ្វេងស្រាំមកយ៉ាំលយឆ្វេងស្រាំមកយ៉ាំលយប្រវិឆ័យកាច់អត់ដួលទេយ៉ាកដាបំបែកចេញមកកដាលទឹកស្ដាំនៅវិញជើងស្ដាំមួយទៀតឆ្វេងមួយចាប់អោបចាក់ទៅគង់ឆ្វេងយ៉ាដាបែកឆៃដាចូលតកុំតាក់ជើងលោតញាក់ចង់តិចអត់ចង់តិចបាទចាក់មួយជើងកាត់បោះជង្គង់ហមមួយប្រៅឆៃគាត់ឆ្វេងមួយជើងចាក់អបចែកគង់ស្ដាំឆ្វេងស្ដាំប្រយ៉ាំលយយ៉ាដល់នេះបោះកន្ទុយមួយបាទនេះបោះកន្ទុយសងវិញដែរប្រយ៉ាំលយតែមានមកមានទៅលយគឺចាំតែបីតែឆ្វេងស្រាំប្រយ៉ាំលយគុំរងចាប់តត់អាយ៉ាអត់ញាក់មួយតត់ស្ដាំមួយជើងប្រយ៉ាំលយចាក់បោះជង្គង់មួយបញ្យងនេះស្អាតណាស់បាទប្រាំឆៃចប់ទឹកទី3no រត់ថាបុំបងអូនចាំថាបងមានស្រីចានពេកក៏ហក់ស៊ីម៉ងអិនទ្រីពេជ្រស្ថាបនាឡើងយ៉ាងល្អឥតខ្ចោះកម្រិតស្តង់ដារពិភពលោកដែលមានការទទួលស្គាល់ជាសកលលើគុណភាពដ៏ល្អផ្ដាច់គេតែមួយគត់ស៊ីម៉ងអិនទ្រីពេជ្រស៊ុបពឺរឹងស៊ុបពឺជាប់ប្រព័ន្ធគ្រប់គ្រងគុណភាពដោយម៉ាស៊ីនស្វ័យប្រវត្តិមកពីប្រទេសអ៊ីតាលីតាមកម្រិតស្តង់ដារអន្តរជាតិទទួលស្គាល់ដោយ ISO 9001:2008មកពីចក្រភពអង់គ្លេសអ្នកបច្ចេកទេសប្រកបដោយជំនាញនិងមានបទពិសោធន៍រាប់សិបឆ្នាំជីបមុងខុនគ្រីតជំរឿនអ្នកសាងសង់ដ៏ឆ្លាតវៃអធិរាជសង្វៀនស៊ីម៉ុងអូនពួកខ្ញុំលំបាយចង់កាន់ច្បាស់អូនសួរពូតុកដល់លូអេចាយបាយចង់ញ៉ាំកន្លែងទៅសាអូសៃបងចង់ដុំចៃសូមអរគុណបាទសូមទេសនាបាទរូបភាពបាទយឺតទឹកទី3អនុញ្ញាតអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីបាទអរគុណដល់ស៊ីម៉ុងអូតរឹងមាំថិតថេរជាអមតៈអរគុណដល់ស៊ីម៉ុងអន្ត្រីពេជ្រសពរឹងសពជាប់អរគុណដល់ដៃថៃអ៊ីតាលីម៉ាវីគ្រឹះនៃអនាគតដ៏រឹងមាំនិងសូមអរគុណដល់ជីបម៉ុងខុនគ្រីតជំរឿនអ្នកសាងសង់ដ៏ឆ្លាតវៃប
បាទសូមទស្សនាគូពិសេសទី3ទឹកទី4បាទតែទី3ទឹកទី4ឆ្វេងស្រាំមកយ៉ាមលយត្រឹមឆៃដាចូលមកចាប់បោះជង្គង់យ៉ាមលយព្រឹងរាប់ដៃអាយ៉ាទាត់មួយជើងធ្វើឲ្យយ៉ាមលយដួលលើកទី2បាទយ៉ាមលយឆាកវាយឆ្វេងស្រាំប្រវិឆៃដាក់បោះជង្គង់ទាត់មួយជើងទាត់ស្រាំមួយជើងមកយ៉ាមលយឆ្វេងស្រាំមកយ៉ាមលយស្រាំមកយ៉ាមលយប្រវិឆៃអាយ៉ាបាទបង្គោលទៀតដូចជាអត់វាយសោះអត់ដាល់ណោះគាត់ចូលសម្រុកចូលចាំប្លង់ល្អមិនគាត់វាយដល់ពេលយ៉ាំលយអត់ទូអាការហ្នឹងទេគាត់វាយចេញវាយចូលវាយចេញរហូតឥឡូវយើងមើលបន្ទូដូចជាយ៉ាំលយមានព្រៀបហ្នឹងដាក់ចូលមកទៀតហើយប្រាវិឆៃគាត់ស្ដាំមួយជើងមកយ៉ាំលយវាយស្ដាំម្ដាយទៀតបោះជង្គង់មួយអត់ត្រូវទេយ៉ាំលយគាត់ស្ដាំមួយជើងដល់ទៅមុខឆ្វេងស្ដាំមកយ៉ាំលយចាក់ជង្គង់មកយ៉ាំលយចាក់គង់មកយ៉ាំលយទៀតឆ្វេងស្ដាំមកយ៉ាំលយគាត់ស្ដាំមួយបែកខ្នងអាយ៉ាដាបំបែកចេញឆ្វេងស្ដាំប្រវិឆ័យដែរចូលតែស្ដាំគាត់ស្ដាំមួយឆ្វេងស្ដាំយ៉ាងលយចាក់ជង្គង់មួយយ៉ាងលយយ៉ាងណាបំបែកចេញឆ្វេងស្ដាំអាយ៉ាយ៉ាងម៉េចហើយពីដៃចូលផ្ទៃមុខឡរហើយបាទបាទបន្តការប្រកួតទេបាទដល់ចូលមកដងហើយប្រវិឆ័យបោះជង្គង់ស្ដាំចាប់ទឹកទី4អាឡូជំរាបសួរលោកអង្គញាមួយចាខ្ញុំត្រូវការដៃដែលស្វាត់ហើយរឿងមកចាគឺដៃម៉ាក់វីបច្ចេកវិទ្យាពីប្រទេសអ៊ីតាលីចាចាំខ្ញុំរៀបចំជូនបងប្រុសខាងនេះចង់ទិញអីដែរខ្ញុំមិនអុកញ៉ាទេតែខ្ញុំក៏ត្រូវការដែកម៉ាវីដែរទិញដែកម៉ាវី500គីឡូក្រាមទទួលបានសពសំណាងមួយសន្លឹកបំពេញឈ្មោះលេខទូរស័ព្ទលោកអ្នកដើម្បីឆ្លងរង្វាន់ធំម៉ូតូ100គ្រឿងនិងរង្វាន់សាឌីកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ម៉ូតូនេះដែកម៉ាវីឲ្យខ្ញុំដែកថែបម៉ាវីគ្រឹះនៃអនាគតដ៏រឹងមាំជាមួយស៊ីម៉ងអូតគុណភាពខ្ពស់រឹងមាំលើសគេលំដាប់ថ្នាក់ពិភពលោកស្របតាមស្តង់ដារអន្តរជាតិទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏នៅតែរឹងមាំជានិច្ចស៊ីម៉ងអូតរឹងមាំស្ថិតស្ថេរជាអមតៈដែកថែបម៉ាវីជាផលិតផលនាំមុខគេនិងជាអ្នកផលិតដ៏ធំជាងគេនៅក្នុងតំបន់ដោយវិស្វករដ៏ជំនាញនិងឧបករណ៍ដ៏ទំនើបពីប្រទេសអ៊ីតាលីធ្វើឲ្យដែក B ទទួលបាននូវពានរង្វាន់ពិភពលោកដែកថែប B ប្រើប្រាស់ល្អបំផុតសម្រាប់ជារូបធាតុផ្សំធ្វើឲ្យសំណង់រឹងមាំមានសុវត្ថិភាពក្នុងការសាងសង់អគារខ្ពស់
ដែកថែបអ៊ីតាលីម៉ាវីជាគ្រឹះនៃអនាគតអធិរាជសង្វៀនស៊ីម៉ុងអូបាទសូមអរគុណបាទសូមទស្សនារូបភាពយឺតបាទគឺទឹកទី4អនុញ្ញាតអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីបាទគឺស៊ីម៉ុងអូតរងមមថិតថេរជាអមតៈអរគុណដល់ស៊ីម៉ុងអន្ត្រីពេជ្រសពរឿងសពជ័រអរគុណដល់ដៃថែបអ៊ីតាលីម៉ាវីគ្រឹះនៃអនាគតដ៏រឹងមាំអរគុណដល់ជីមបងខនគ្រីតជំរឿនអ្នកសាងសង់ដ៏ឆ្លាតវៃទី5នេះបាទឆ្វេងស្ដាំមួយយ៉ាមលយឆ្វេងស្ដាំមួយយ៉ាមលយបាទគូសបាទរបត់ខ្សែរុំដៃបាទកាពិតសរសើរបង្គោលខៀវមែនទែនផ្ទៃមុខរបស់គេរឹងណាទោះបីត្រូវរាប់សិបបើខាងគេរាប់មិនអស់កណ្ដាប់ដៃបង្គោលក៏ចូលក៏អត់វាយណោះឬយ៉ាងម៉េចជាទម្លាប់បាទចេះតែជង្គង់បាទនិយាយស្រាប់ចេះតែជង្គង់បាទចេះនេះបាទបង្គោលឆ្វេងស្ដាំបាទសូមប្រិមិត្តដល់កម្លាំងចាត់ជូនឲ្យខ្លាំងបាទដោយលបូនខ្សែទៀតលោកអេបាទនេះបើសិនស្ដាំដៃនេះអាយ៉ាបូនខ្សែរុំដៃមួយទៀតហើយបាទក្រុមអ្នកឲ្យទឹកបច្ចេកទេសរុំកងនោះក៏មិនដូចថាបត់ពិសោធន៍នៅតិចទៀតបាទស្ដាំមួយជើងស្ដាំទៅឆ្វេងស្ដាំមួយយ៉ាមលយចាក់ក្នុងស្ដាំឆ្វេងមួយជើងមួយយ៉ាមលយស្ដាំសងមកវិញដែរអ្នកដើរមកបែកចេញមកសងដៃទៅបាទអូលោកគ្រូតែកន្លែងលោករុំប្រយ៉ាប់ពេកបាទលោកអេសុំសួរតិចមើលថាកីឡាករត្រៀមមកកាន់សៃវៀនហ្នឹងគេឲ្យមកប្រហែលត្រៀមលក្ខណៈប្រហែលម៉ោងមុនបាទ1ម៉ោងមុនបាទហើយចាំបានត្រៀមលក្ខណៈឲ្យបានលក្ខណៈឲ្យល្អបានល្អ1ម៉ោងមុនមក1ម៉ោងមួយដៅសាច់ដុំឲ្យហើយរងចាំពេលវាយបងបាទស្ដាំមួយជើងស្ដាំមួយដៃพยายามร้อยស្ដាំមួយដៃพยายามร้อยចាក់កងឆ្វេងឆ្វេងស្ដាំអាយ៉ាបាត់ដៃនេះយកតោអាយ៉ាបាទខ្សែកម្ររកកីឡាករណាមានផ្ទៃមុខរឹងដូចកីឡាករបង្គោលខៀវណាបាទត្រូវច្រើនមែនទែនហើយគាត់អត់វាយណោះបាទត្រូវច្រើនគាត់អត់វាយទេគឺក្បាច់គេនឹងក្បាច់បង្គោលក្រហមនេះខុសថាគ្នាបើសិនបង្គោលក្រហមលេងចង្គង់ដែរប្រហែលជាបង្គោលខៀវអាចវាយបង្គោលក្រហមបានបាទតែបង្គោលក្រហមគេវាយប្លង់ផ្សេងទៅបង្គោលខៀវចូលចាប់អត់បានចូលចាប់ដើរត្រូវបាទបាញ់មិញបាទគឺប្រិមិត្តបានទស្សនារហូតដល់ទៅ5ទឹកទៅហើយឥឡូវសូមស្ទាបស្ទង់មតិបាទគឺសម្រាប់អ្នកគ្រប់គ្រងនៅទីនេះផ្ទាល់បន្តិចទៅណោះសូមកម្លាំងចិត្តកីឡាករបង្គោលក្រហមសូមកម្លាំងចិត្តបង្គោលខៀវអូតិចយ៉ាងដឹងយ៉ាងម៉េចទេណោះឥឡូវនេះបាទគឺលោកគ្រូទឹកឡៃកំពុងតែប្រមូលបន្ទុកបាទគឺពីចៅក្រមបាទគឺចំនួន5បាទខៀវឬក្រហមបាទខៀវក្រហមបាទអូអត់ទាន់ដឹងទេបង្គោលក្រហមយ៉ាមលយឈ្នះកីឡាករបង្គោលខៀវដោយពិន្ទុ